ជំរាបសួរបងប្អូនទាំងអស់គ្នាសួស្តីសុខសប្បាយបងប្អូនថ្ងៃនេះមកប្រមូលផលផ្លែក្រូចនេះក្រូចនៅក្រោយផ្ទះហ្នឹងនេះក្រូចនៅក្រោយផ្ទះអញ្ចឹងទៅយើងប្រមូលផលវាខ្លះយកទៅញ៉ាំប៉ុន្តែផ្លែអត់ធំទេមើលព្រោះអីអាខ្លះធំនេះអាខ្លះរាងធំអាខ្លះរាងទូចអញ្ចឹងយើងប្រមូលផលឲ្យហើយទៅកុំឲ្យវាជ្រុះតន់សុខសប្បាយបងប្អូនថ្ងៃនេះថ្ងៃសុក្រទៀតហើយមើលថ្ងៃសុក្រថ្ងៃសៅរ៍ថ្ងៃអាទិត្យថ្ងៃច័ន្ទដល់ថ្ងៃចូលធ្វើការធម្មតានេះក្រោយផ្ទះខ្ញុំបងប្អូនក្រោយផ្ទះខ្ញុំអត់មានអីទេមានតែដំណាំតិចតួចនឹងឯងនេះណាគេនៅអាដឡៃទៅចង់បានអានេះស្លឹកការីបងប្អូនអានេះអ្នកណាគេធ្វើការីឬស្លម្ជូរអីគឺត្រូវមែនតើនេះស្លឹកហ្នឹងណាដាក់ស្លម្ជូរដាក់អីទៅឡើងឈ្ងុយហ្មងណាសួស្តីជំរាបសួរបងប្អូនទាំងអស់គ្នាហើយខ្ញុំមានស្លឹកក្រូចសើចនេះមកដើមក្រូចសើចខ្ញុំធំមែនតើអូខ្ញុំហោះនៅពីលើដើមក្រូចសើចខ្ញុំធំបងប្អូនមើលណាគេត្រូវការស្លឹកក្រូចសើចអីអាចមកបេះបានព្រោះអីខែត្រជាក់អញ្ចឹងមើលខ្លះវារាងពណ៌រាងក្រហមហើយប៉ុន្តែបន្តិចទៀតវាលាស់ស្លឹកមកទៀតហើយស្លឹកក្រូចសើចនេះបងប្អូនខ្ញុំមានស្លឹកក្រូចសើចហើយខ្ញុំមានក្រូចឆ្មានេះក្រូចឆ្មាម៉ែឲ្យមើលសិននេះមកក្រូចឆ្មាខ្ញុំមើលបងប្អូនអើយនិយាយពីថាផ្លែល្អហើយមើលអានេះក្រូចឆ្មាយើងណាប៉ុន្តែមើលផុញក្រូចឆ្មាខ្ញុំនេះព្រែកផងហើយបែកផងនេះមើលមកតោងនេះមានដល់ទៅ3ផ្លែក្រូចឆ្មានិយាយពីថាផ្លែរហូតផ្លែឡើងពេញដើមតែសួរម្ចាស់ត្រូវការក្រូចឆ្មាធ្វើអីហ៎ភាគច្រើនខ្ញុំអត់សូវប្រើក្រូចឆ្មាខ្ញុំនិយាយចំទៅខ្ញុំអត់សូវប្រើក្រូចឆ្មាហ្មងភាគច្រើនទុកក្រូចឆ្មានៅជាប់ដើមហ្នឹងពេលថ្ងៃណានឹកឃើញចង់ធ្វើអីអញ្ចឹងមកបេះមកយើងបានស្រស់នៅក្រោយផ្ទះមានយើងចេះទុកនៅជាប់ដើមអញ្ចឹងទៅប៉ុន្តែខែត្រជាក់មើលស្លឹកវាអីឡើងរួញអស់វាត្រជាក់ហើយមើលស្លឹកក្រូចសើចខ្ញុំដើមក្រូចសើចខ្ញុំដាំ10ឆ្នាំជាងហើយតាំងពីកូនស្រីខ្ញុំមិនតាន់កើតឥឡូវកូនស្រីខ្ញុំឡើងពេញ10ឆ្នាំហើយផ្លែច្រើនណាប៉ុន្តែជ្រុះអស់ជ្រុះទៅខ្ញុំយកទឹកវាយកទៅកក់សក់ហើយឥឡូវចាប់ផ្ដើមចេញក្តឹបមកខ្លះទៀតហើយនេះមកក្តឹបនេះដើមមិនសូវជាធំទេប៉ុន្តែស្លឹកដល់កហើយស្លឹកមើលមួយមេឃនេះស្លឹកឡើងក្រហមអស់ហើយនេះដូចវាហៅងាប់មិនដឹងទេខែត្រជាក់តព្រូនវាប៉ុន្តែយើងអត់បានព្រូនវាអញ្ចឹងទៅមើលវាលូខ្ពស់មែនតើហើយនេះមុខអ្នកឡាយនៅក្រោយផ្ទះនេះក្រោយផ្ទះខ្ញុំសដីធំគួរសមដែរដីសធំមកល្មមទីធ្លារត់លេងបាននេះហើយមើលដើមតបែកខ្ញុំដើមតបែកនេះដាំ10ឆ្នាំជាងហើយប៉ុន្តែយើងអត់សូវបកាថែអញ្ចឹងទៅវាអត់សូវល្អហើយណាមួយឥឡូវខែត្រជាក់ចេះហងវាច្រើនវាជ្រុះស្លឹកអស់ហើយអានេះខ្ញុំមានដើមបៃជោអានេះគេហៅតបែកអូស្ត្រាលីបងប្អូនដែរឃើញផ្លែហ្នឹងឯងតបែកអូស្ត្រាលីតបែកហ្នឹងផ្អែមហើយក៏អូបហើយឆ្ងាញ់ទៀតតបែកហ្នឹងហើយអានេះដើម persimmon ក៏ល្បន់វារៀងធំដែរយើងកាត់ចោលទៅឥឡូវវាដុះមកវិញនេះមើល persimmon អានេះពេលខែត្រជាក់វាជ្រុះស្លឹកហើយតិចទៀតបានវាលាស់ស្លឹកមកវិញនៅអានេះនៅក្រោយផ្ទះខ្ញុំហី
ក្រោយផ្ទះមិនសូវធំទេក្នុងផ្ទះក៏មិនសូវធំដែរហើយនេះមុខអ្នកឡាយមកបេះក្រូចសើចនៅក្រោយផ្ទះហេដោយសារតែក្រូចហ្នឹងវាអាសាជ្រុះអញ្ចឹងទៅបេះយកទៅញ៉ាំមកហើយកុំឲ្យវាជ្រុះតន់ឃើញទូអញ្ចឹងណាប៉ុន្តែក្លឹមឆ្ងាញ់ណាជូរអែមឆ្ងាញ់មែនតើក្រូចហ្នឹងខ្ញុំមកឡាយលេងជូនបងប្អូនតែប៉ុណ្្នឹងទេអរគុណច្រើនជម្រាបលាជួបគ្នាថ្ងៃក្រោយទៀតបាយសុខសប្បាយបងប្អូន Have a lovely weekend everyone. Thank you. Bye bye.